Script ភាសាខ្មែរស្រមៃមើលជីវិតដែលផ្ទះរបស់អ្នកអណ្ដែតលើផ្ទៃទឹកយកទៅមកតាមចង្វាក់រលកនេះមិនមែនរឿងប្រឌិតទេតែជាការពិតសម្រាប់សហគមន៍ដ៏អស្ចារ្យមួយដែលបានប្រែទន្លេធំឲ្យទៅជាផ្ទះសម្បែងរបស់ពួកគេជីវិតនៅទីនេះពោពេញដោយការសម្របខ្លួននិងភាពច្នៃប្រឌិតមិនគួរឲ្យជឿក្នុងពិភពលោកដ៏ធំនេះប្រជាជនជាច្រើនបានបន្សាំខ្លួនទៅនឹងបរិយាកាសប្លែកតែជីវិតលើផ្ទៃទន្លេជាជម្រើសគួរឲ្យចាប់អារម្មណ៍សម្រាប់គ្រួសាររាប់ពាន់ជីវិតបែបនេះមិនត្រឹមតែជាកន្លែងស្នាក់នៅទេតែជាមធ្យោបាយចិញ្ចឹមជីវិតសាលារៀននិងមជ្ឈមណ្ឌលសង្គមដែលអនុញ្ញាតឲ្យពួកគេរក្សាភាពជិតស្និទ្ធនិងភាពកក់ក្ដៅក្នុងសហគមន៍តូចមួយរាល់ព្រឹកព្រលឹមក្រុមគ្រួសារទាំងនេះចាប់ផ្ដើមថ្ងៃថ្មីជាមួយនឹងសកម្មភាពប្រចាំថ្ងៃដូចជាការនេសាទត្រីលក់ដូរទំនិញនិងរៀបចំម្ហូបអាហារទាំងអស់នេះធ្វើឡើងលើទូកតូចរបស់ពួកគេស្ត្រីមេផ្ទះរៀបចំអាហារក្មេងរៀនសូត្របុរសចេញរកស៊ីគឺទាំងអស់គ្នាដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវិតពឹងផ្អែកទាំងស្រុងលើទន្លេជាប្រភពជីវិតនៅពេលថ្ងៃរៀបលិចទូកជាច្រើនតែងតែមកជុំគ្នាបង្កើតបានជាទីផ្សារអណ្ដែតទឹកដ៏មីញឹកមនុស្សគ្រប់រូបចែករំលែកបទពិសោធន៍និងជួយគ្នាទៅវិញទៅមកបង្កើតបានជាចំណងមិត្តភាពសាមគ្គីភាពជ្រាលជ្រៅការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យក៏ជាដំណោះស្រាយមួយសម្រាប់ជីវិតពេលយប់លើផ្ទៃទឹកបង្ហាញពីភាពវៃឆ្លាតក្នុងការរស់នៅដោយពឹងផ្អែកលើធនធានធម្មជាតិជីវិតបែបនេះពោពេញដោយភាពអត់ធ្មត់និងការតស៊ូប្រឆាំងនឹងឧបសគ្គធម្មជាតិពួកគេបានបង្រៀនយើងអំពីតម្លៃភាពសាមញ្ញការរស់នៅសុខដុមរមនាជាមួយបរិស្ថាននិងសារៈសំខាន់នៃសហគមន៍ដែលជួយគ្នាគ្រប់កាលៈទេសៈវាជាគំរូជីវិតដែលបង្ហាញថាទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយមនុស្សតែងតែអាចរកផ្លូវដើម្បីបន្តរស់នៅនិងរីកចម្រើនបានដូច្នេះជីវិតលើផ្ទៃទឹកមិនត្រឹមតែជាការរស់នៅទេតែជាសិល្បៈនៃការបន្សាំខ្លួននិងជាភស្តុតាងរស់នៃស្មារតីអត់ធ្មត់របស់មនុស្សវាជាទម្រង់ជីវិតដ៏ប្លែកនិងគួរឲ្យកោតសរសើរដែលតែងតែទាក់ទាញចំណាប់អារម្មណ៍ពីព្រោះវាបង្ហាញថាផ្ទះមិនមែនគ្រាន់តែជាអគារទេតែជាកន្លែងណាដែលយើងមានអារម្មណ៍ថាជាម្ចាស់ហើយអាចរស់នៅបានដោយក្តីសុខ